មកកែរ៉េឌីជាមួយខ្ញុំ make up ស្រាៗសម្រាប់ទៅវត្តនេះឱកាសបុណ្យចូលឆ្នាំថ្មីអាណានៃម្ដងមើលហើយខ្ញុំនឹងផាត់ពីមុខបែបនេះមកជាមុខបែបនេះវិញទេវតាឆ្នាំថ្មីព្រះនាងពរញ្ញទេវីជាបុត្រីទី2លេខ7បានព្រមបានជាចូលមកដល់ហើយថ្ងៃនេះគឺជាថ្ងៃចូលឆ្នាំថ្ងៃទី1ហើយខ្ញុំនឹងគ្រួសារខ្ញុំបន្ទាប់ពីសែនព្រេនទទួលទេវតាឆ្នាំថ្មីនឹងធ្វើបុណ្យជាមួយព្រះរស់នៅក្នុងផ្ទះរួចរាល់យើងក៏នាំគ្នាធ្វើចង្ហាន់ទៅវត្តដើម្បីប្រគេនព្រះសង្ឃនិងឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាទាំង7សន្តានដែលបានចែកឋានទៅតែជាទូទៅគ្នាយើងស្រីៗអត់អាចទៅវត្តទាំងមុខសៀនបែបនេះបានទេទៅតែតបថែមតិចតួចទៅអាចចេញក្រៅបានតែមុននឹងទៅវត្តខ្ញុំក៏មកឆ្លាក់មុខខ្លួនឯងតិចតួចដែរពីព្រោះដោយសារនៅផ្ទះគឺមុខដូចឆ្កែធ្លាក់ទឹករងថ្ងៃហើយអញ្ចឹងថ្ងៃនេះសូមផាត់មុខម្ដងកុំឲ្យគេភ័យពីព្រោះពេលខ្លះខ្ញុំក៏ភ័យនឹងស្មោះខ្លួនឯងម្សាដែរពេលឆ្លោះកញ្ចក់បងរបស់ខ្ញុំត្រូវប្រកាសថាដៃរបស់ខ្ញុំស្អាតហើយខ្ញុំត្រូវប្រើប្រាស់សឡូវជូតមុខដើម្បីសម្អាតផ្ទៃមុខរបស់ខ្ញុំមកតង់ទៀតអញ្ចឹងណាពីព្រោះខ្ញុំមានអារម្មណ៍ថានៅពេលដែលខ្ញុំជូតមុខជាមួយនឹងសឡូវពេល apply sunscreen អីទៅគឺវាឆាប់ចូលមុខបានល្អហើយអត់សូវសុភ័យសព្រោះអីនៅលើមុខទៀតខ្ញុំមកលាបនេះវាតិចសិនដោយសារខ្ញុំក្តៅក្នុងហើយមានពងបែកមាត់ស្ងួតមាត់ទៀតបន្ទាប់មកដូចតែអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងខ្ញុំចាប់ផ្ដើមលាប sunscreen ដោយសារវាមាន tone up ខ្លះៗអញ្ចឹងខ្ញុំក៏ដាក់អត់ដល់2ម្រាមដៃទេដោយសារ BB ដែលខ្ញុំប្រើបន្ទាប់ទៀតហ្នឹងក៏មាន SPF ដែរនេះគ្រាន់តែជា technique make up ដែលជា unique style របស់ខ្ញុំទេដោយសារខ្ញុំមិនមែនជាអ្នក make up ឲ្យជំនាញអញ្ចឹងមួយ step នៃការផាត់មុខរបស់ខ្ញុំវាអត់មាន basic អីត្រឹមត្រូវទេបើនិយាយចំគេហៅថាផាត់ឲ្យតែបានណាបន្ទាប់ពី apply sunscreen រួចខ្ញុំក៏បន្ថែមជាមួយនឹង BB ហើយសម្រាប់មុខខ្ញុំ warm tone អញ្ចឹងខ្ញុំលាយវាយ៉ាងលេខ2ជាមួយនឹងលេខ3ដើម្បីឲ្យវាស៊ីជាមួយនឹងសាច់មុខរបស់ខ្ញុំហើយ BB នឹងទៀតសោតខ្ញុំក៏អត់ផ្ដោតទៅលើការបំបត្តិស្នាមអីដែរដោយសារខ្ញុំចង់ឲ្យលើផ្ទៃមុខរបស់ខ្ញុំហ្នឹងមានម្សៅស្រាលបំផុតអញ្ចឹងដូចតែអ្នកទាំងអស់គ្នាឃើញនៅក្នុងវីដេអូនេះខ្ញុំផ្ដិតយកតែមួយប៉ក់ឯងហើយខ្ញុំយកវាមកលាយពេញផ្ទៃមុខខ្ញុំហ្មងឃើញស្នាមមុននៅលើមុខហ្នឹងអត់គឺវានៅដដែលគ្រាន់តែយើងស្រាលជាងមុនអញ្ចឹងណាព្រោះខ្ញុំអត់ចង់បិទបាំងវាទេរួចរាល់ខ្ញុំក៏យកกระดาษជូតមាត់យកមកជូតត្រង់ចាមខ្ញុំតិចដើម្បីកុំឲ្យវាលើពេកដើម្បីងាយស្រួលខ្ញុំគូសចាមអញ្ចឹងណាតែមុននឹងគូសចាមខ្ញុំក៏បំបោះម្សៅហុយលើមុខតិចជាមុនសិនចូលដល់វាអត់ដកដង្ហើមមកអ្នកទាំងអស់គ្នាជាទូទៅការផាត់មុខរបស់ខ្ញុំស្រាលមែនប៉ុន្តែខ្ញុំចូលចិត្ត focus ទៅលើចាមវិញបើទោះជាខ្ញុំអត់គូសអីឲ្យវាដិតហោះហើរតែខ្ញុំចង់ជាងគេគឺចាមនឹងហ្មងតែគូសខុសគឺចាប់អីបើមិនចេញជាលោកយាយខ្ញុំភ្នាល់ហើយបើមិនអញ្ចឹងទេក៏មួយវែងមួយខ្លីមួយតូចមួយធំអីចឹងទៅហើយសម្រាប់ចាមរបស់ខ្ញុំវិញគឺខ្ញុំគូសតាំងពី brow powder ផងខ្មៅដៃគូសផងខ្មៅដៃទឹកជែលផងហើយសិត mascara ទៀតបើខ្ញុំអត់ចិត្តបើមិនអញ្ចឹងទេខ្ញុំមានអារម្មណ៍ថាដូចខ្វះអីមួយយ៉ាងអញ្ចឹងទម្រាំទៅដាច់ចិត្តថាលែងដៃគឺផ្អៀងផ្អងអស់ចិត្តសិនជំហានបន្ទាប់របស់ខ្ញុំគឺផាត់តបកភ្នែកហើយ step នេះក៏អត់មានអីសំញាំដែរសម្រាប់ខ្ញុំដោយសារខ្ញុំអត់ចេះលាយពណ៌អញ្ចឹងពណ៌ស្រាលខ្ញុំក្រាលពីក្រោមបន្ទាប់មកទៀតដាក់ពណ៌រាងដិតជាងអាស្រាមមិញហ្នឹងនៅចុងកតុយភ្នែកអូសមកឲ្យសប់តិចទៅចាំដាក់ភ្លៀងបិទគូតហើយជាការស្រេចបន្ទាប់មកទៀតខ្ញុំចូលដល់កន្លែងវគ្គគូស eyeliner អ្នកទាំងអស់គ្នាជាទូទៅមុននឹងគូសខ្ញុំចូលចិត្តពុតរុំភ្នែកជាមុនសិនដើម្បីកំណត់កម្ពស់កតុយ eyeliner ដែលខ្ញុំចង់បានហ្នឹងថាវាមានប្រវែងណាកម្ពស់ណាឲ្យវាសមជាមួយនឹងរុំភ្នែករបស់ខ្ញុំអញ្ចឹងណាហើយភ្នែករបស់ខ្ញុំជាក់ស្ដែងខ្ញុំគូសបានតែត្រឹមប៉ុណ្្នឹងឯងពីព្រោះហ៊ានតែគូសដល់លើរឹមតបកភ្នែកមានអារម្មណ៍ថាភ្នែកកាចហើយលុកអូលហ្មងអញ្ចឹងខ្ញុំ cannot អ្នកទាំងអស់គ្នាអត់អាចគូសបានដាច់ខាតតប eyeliner ខ្ញុំក៏បន្ថែមជាមួយនឹង mascara ហើយខ្ញុំលាបតិចបំផុតព្រោះខ្ញុំអត់ចិត្តឲ្យមើលមកឃើញរៀងក្រាស់ដិតអីពេកទេនិយាយរួមបែបអត់កក់ដុំខ្ញុំវាចិត្តបែបឲ្យវារាយហើយក៏ផាត់ថ្ពាល់ទៀតដែរជាមួយនឹងក្រែមរ៉ូមែននេះអ្នកទាំងអស់គ្នាខ្ញុំមានអារម្មណ៍ថាតាំងពីខ្ញុំបែកកណិតយកក្រែមមកធ្វើ color ថ្ពាល់មកគឺខ្ញុំលែងប្រើហ្មងអាក្នុងប្រអប់ powder ហ្នឹងអញ្ចឹងមានន័យថាខ្ញុំប្រើតែក្រែមហ្នឹងឯងព្រោះមានអារម្មណ៍ថាវាស្អាតវា smooth ហើយពេលផាត់ទៅនៅពេលដែលម្សៅចូលមុខអស់នៅកន្លែងថ្ពាល់ហ្នឹងខ្ញុំមានអារម្មណ៍ថារៀងគីឡូបើនិយាយរួមទៅខ្ញុំចិត្តហ្មងតែមកថាលាបមាត់ទេប៉ុន្តែមានមកលាបមាត់ណាយកមកលាបថ្ពាល់វិញបន្ទាប់មកខ្ញុំក៏បបោសម្សៅហុយនៅលើមុខតិចដែររួចក៏បាញ់អាទឹកទុក make up ហ្នឹងទុកឲ្យវាស្ងួតបន្តិចបក់ឲ្យវាស្ងួតមកហើយក៏ខ្ញុំចាប់ដើមជូតមាត់ខ្ញុំចេញដោយសារមុននឹងខ្ញុំលាប Nivea នេះទាំងអស់គ្នាបើនិយាយពីក្រែមវិញអត់ចេះលាបតែម្ដងមិនលាបហុចណាស់ចាប់ពី3ឡើងទៅអាហ្នឹងខ្ញុំអត់ដឹងបញ្យល់ថាមិនដែរព្រោះវាជាទម្លាប់ហើយហ្នឹងលាបតែមួយវាអត់ស៊ីនឹងពណ៌មាត់ណាទាំងអស់គ្នាតតែលាយគ្នាដោយសឡបងស្ករអំបិលប៊ីចេងអីបានវាមានជាតិអញ្ចឹងការ make up ក៏ត្រូវបានបញ្ចប់ហើយនេះគឺជា result មិនដែរទាំងអស់គ្នាបើខ្ញុំសម័យខ្លួនវិញខ្ញុំមានអារម្មណ៍ថាដូចមិនចេះផាត់តែមុខហើយមើលសក់ក្បាលដូចអត់តំណងហ្មងអញ្ចឹងក៏ប្រើក្បាច់ម៉ាយចែកឲ្យហ្មងទៅទាញម៉ាស៊ីនមកគៀបសក់ឲ្យរៀបរយពីមួយស្ទប់ទៅមួយស្ទប់បើមិនអញ្ចឹងទេសក់ហ្នឹងហោះចោលមុខហើយនេះគឺជា make up look ហើយនឹង outfit របស់ខ្ញុំសម្រាប់ទៅវត្តនេះព្រឹកថ្ងៃទី1នៃពិធីបុណ្យចូលឆ្នាំខ្មែរជូនពរបងប្អូនទាំងអស់គ្នានិងជាពិសេសសូមឲ្យការធ្វើដំណើរទៅវិញទៅមកប្រកបដោយសុវត្ថិភាពនិងមានតែអនុស្សាវរីយ៍ល្អៗជាមួយនឹងក្រុមគ្រួសារនៃឱកាសឆ្នាំថ្មីនេះ